ួនីតិត្រូវកាត់ទោស Gen Z ពីព្រោះមួយឆ្នាំពលរដ្ឋអាមេរិកណាខាតបង់ចាញ់បោក Gen Z បណ្ដាញ Gen Z នឹងគឺ$10,000 លានមួយឆ្នាំ$10,000 លានដែលពលរដ្ឋអាមេរិកនៅសហរដ្ឋអាមេរិកនឹងចាញ់បោកក្រុមឧក្រិដ្ឋជនដឹកនាំដោយ Gen Z អញ្ចឹងត្រូវយក Gen Z ទៅកាត់ទោសនៅសហរដ្ឋអាមេរិកប៉ុន្តែហ៊ុនសែនគាត់ភ័យគាត់បន្ទាប់ពីដឹងថាសហរដ្ឋអាមេរិកមកចាប់ម៉ាឌូរ៉ូនៅប្រទេសវេណេស៊ុយអេឡាគាត់ខ្លាចចឹងគាត់បញ្ជូន Gen Z ទៅស្រុកចិនភ្លាមមានន័យថាហ៊ុនសែននៅតែខົບខិតជាមួយ Gen Z ចឹងថាអាពួកចៅនោះវានៅធ្វើសកម្មភាពនៅប្រទេសកម្ពុជាអញ្ចឹងគេដូរតែមេគេដូរតែឈ្មោះគេដូរតែជាហៅប៉ុន្តែអាពួកចៅអាមេខ្លោងដែលនៅចិត្តស្និទ្ធជាមួយហ៊ុនសែនអាកប៉ិកកពុកគេចាប់គេធ្វើទៅជាបង្ក្រាបប៉ុន្តែអាមេចៅធំនេះវានៅតែធ្វើការវានៅតែចិញ្ចឹមហ៊ុនសែនអញ្ចឹងបានហ៊ុនសែនមានទោសធ្ងន់ណាស់អត់រួចខ្លួនទេរឿងហ្នឹងបាទចំពោះរឿងការចាប់បញ្ជូន Gen Z ទៅប្រទេសចិនវិញនេះតាមការដោះសាររបស់ប្រមុខការបរទេសកម្ពុជាគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរលោកប្រាក់សុខុនឯអាដាមប្រជាពលរដ្ឋបានឮហើយថាការដែលមិនបញ្ជូនទៅឲ្យអាមេរិកគេមិនបញ្ជាក់ថាការដែលមិនបញ្ជូនទេប៉ុន្តែប្រហែលជាក្នុងន័យហ្នឹងគឺថាការទៅបញ្ជូនឲ្យប្រទេសចិននេះពីព្រោះ Gen Z ជាជនជាតិចិនមិនមែនជាមានសញ្ជាតិខ្មែរទេពីព្រោះបន្ទាប់ពីគេរកឃើញថាការផ្ដល់សញ្ជាតិខ្មែរទៅឲ្យ Gen Z នេះមានភាពមិនប្រក្រតីតើអាដាមបកស្រាយបែបណាដែរចំពោះការដោះសាររបស់ប្រមុខការទូតជាន់ខ្ពស់ខ្មែរនេះនិយាយខុសស្រឡះពីព្រោះប្រទេសចិនណាគេអត់ឲ្យមានសញ្ជាតិពីរទេបើអ្នកណាចូលសញ្ជាតិណាមួយផ្សេងក្រៅពីសញ្ជាតិដើមណាអ្នកនោះនឹងបាត់បង់សញ្ជាតិដើមភ្លាមមួយរំពេចអញ្ចឹង Gen Z គាត់បានមកទទួលសញ្ជាតិនៅប្រទេសកម្ពុជាហើយសញ្ជាតិនេះណាទាល់តែព្រះមហាក្សត្រឡាយប្រហ័សបកគលផ្ដល់សញ្ជាតិខ្មែរឲ្យហើយព្រះមហាក្សត្រឡាយប្រហ័សបកគលសញ្ជាតិខ្មែរឲ្យបកគលណាមួយទាល់តែមានសំណើពីរដ្ឋាភិបាលហើយជាពិសេសសំណើពីហ៊ុនសែនទាល់តែហ៊ុនសែននឹងខ្វាក់ភ្នែកបានមិនឃើញថា Gen Z នឹងមកទទួលសញ្ជាតិមែនណាផ្ដល់សញ្ជាតិคล้ายឲ្យ Gen Z បើហ៊ុនសែននឹងអ្នកស្នើទៅព្រះមហាក្សត្រដូច្នេះកុំនិយាយចោលហ៊ុនសែនអ្នកស្នើឲ្យព្រះមហាក្សត្រផ្ដល់ប្រទានសញ្ជាតិឲ្យទៅ Gen Z ព្រោះតែថាលេសញ្ជាតិនោះទទួលបានคล้ายនោះមានតែហ៊ុនសែនខ្វាក់ភ្នែកមើលប៉ុណ្ណឹងមើលអត់ឃើញទេដែលសញ្ញេស្នើឲ្យព្រះមហាក្សត្រឡាយប្រហ័សហ្នឹងអាហ្នឹងអ្នកណាคล้ายអ្នកណាខ្វាក់ភ្នែកហើយមិនមែនមានតែ Gen Z មួយទេខ្មែរនៅស្រុកខ្មែរហ៊ុនសែនលក់ហើយព្រៃឈើដីធ្លីទ្រព្យសម្បត្តិជាតិឯងលក់ហើយឥឡូវលក់ passport ទៀតលក់សញ្ជាតិទៀតណាលក់ស្ទើរតែលក់ទឹកដីឲ្យបរទេសបកគលឲ្យបរទេសគ្រប់គ្រងទឹកដីដើម្បីឲ្យហ៊ុនសែននៅក្រែងអំណាចនៅប្រទេសកម្ពុជាប៉ុណ្ណឹងប្រជារាស្ត្រខ្មែរយល់ហើយយើងមិនចាំបាច់ទៅតាមដានអ្វីដែលហ៊ុនសែននិយាយរវើរវាយនោះទេបាទនឹងឲ្យមកដល់ពេលនេះអ្វីត្បិតតែប្រមុខការទូតជាន់ខ្ពស់ខ្មែរលោកប្រាក់សុខុនប្រកាសប្រាប់ពិភពលោកថាការដែលបញ្ជូន Gen Z ទៅប្រទេសចិននេះគឺថាដែលហៅថា Gen Z គ្មានសញ្ជាតិខ្មែរទេការផ្ដល់ឲ្យ Gen Z នេះគឺជាការផ្ដល់ឲ្យដោយមានភាពមិនប្រក្រតីហើយគេដកសញ្ជាតិនៅវិញតាំងពីចុងខែធ្នូកន្លងទៅនេះបើកផ្លូវឲ្យមានការបញ្ជូន Gen Z ទៅប្រទេសចិនវិញនេះបន្ទាប់ពីការប្រកាសនេះហើយគ្មានស្ថាប័នណាគ្មានតុលាការណាទៅស្រាវជ្រាវថាហេតុអីបានជាមានភាពមិនប្រក្រតីប្រគល់សញ្ជាតិឲ្យជនបរទេសមួយរូបដោយមានភាពមិនប្រក្រតីទៅបន្លំឲ្យលោកនាយករដ្ឋមន្ត្រីនឹងស្នើទៅហើយមានរឿងយ៉ាងណាគឺស្ងាត់បាត់ឈឹងតែម្ដងគ្មានកសែតក្នុងស្រុកណាទៅតាមដាននោះទេអាស៊ីសេរីព្យាយាមតាក់ទងដែរប៉ុន្តែប្រកាសណាស់មិនមានចម្លើយមកសោះមកទល់នៅពេលនេះជាទូទៅអាដាមធ្លាប់កាន់ការងារនៅក្នុងរដ្ឋាភិបាលនៃប្រទេសកម្ពុជាអាណត្តិទី1បន្ទាប់ពីហ៊ុនស៊ិនប៉ិចឈ្នះឆ្នោតកាលនឹងអាដាមជាសមាជិករបស់ហ៊ុនស៊ិនប៉ិចធ្លាប់ចូលការងាររដ្ឋាភិបាលធ្លាប់ធ្វើជាសភាសមាជិកសភាអីនៅក្នុងប្រទេសកម្ពុជាអីជាដើមតើក្នុងករណីបែបនេះក្នុងករណីដែលមាននរណាម្នាក់ទៅបោករហូតដល់ព្រះមហាក្សត្រពីព្រោះឥឡូវហ្នឹងប្រមុខការទូតខ្មែរបានប្រកាសហើយ
ថាការដែលសុំច្បាប់សុំឲ្យផ្ដល់សញ្ជាតិនេះគឺមានភាពមិនប្រក្រតីអ្វីត្បិតតែមិនដឹងថាភាពមិនប្រក្រតីនៅយ៉ាងណាក៏ប៉ុន្តែយើងឃើញទាំងអស់គ្នាថាការស្នើសុំសញ្ជាតិរបស់ឲ្យ Gen Z នេះស្នើទៅព្រះមហាក្សត្រនេះគឺស្នើដោយលោកហ៊ុនសែនតែម្ដងតើអ្នកដែលទៅបោកព្រះមហាក្សត្រដើម្បីឲ្យចុះហត្ថលេខាហើយដែលធ្វើឲ្យប្រទេសជាតិមានកេរ្តិ៍ឈ្មោះស្អុយក៏គ្រប់ជុំវិញពិភពលោកថាជាប្រទេសដែលជារាជធានីជារាជាណាចក្រនៃអំពើបោកប្រាស់អនឡាញដ៏ធំជាងគេបំផុតលើពិភពលោកនេះតើមានគួរទោសបែបណាដែរទោសទណ្ឌបែបណាដែរទៅបោកព្រះមហាក្សត្រដើម្បីបានសញ្ជាតិមួយទៅឲ្យគូកនរបស់ខ្លួនដើម្បីយកលុយមកទិញនាឡិកាដើម្បីយកលុយមកចាយវាយបំរើសេចក្តីហឺហាផ្ទាល់ខ្លួនបែបនេះខ្ញុំមិនចាំបាច់អធិប្បាយវែងឆ្ងាយទេតាក់ទងទៅនឹងទោសកំហុសមនុស្សទុច្ចរិតដូចហ៊ុនសែនដោយហ៊ុនសែនតែងតាំង Gen Z ឲ្យធ្វើជាទីប្រឹក្សារបស់គាត់ណាអានឹងអ្នកណាคล้ายអញ្ចឹងคล้ายមកចប់ឲ្យសញ្ជាតិស្នើឲ្យព្រះមហាក្សត្រឲ្យសញ្ជាតិទៅ Gen Z ក៏คล้ายហ៊ុនសែនតែងតាំង Gen Z ឲ្យធ្វើជាទីប្រឹក្សារបស់គាត់ក៏คล้ายហ៊ុនម៉ាណែតតែងតាំង Gen Z ឲ្យធ្វើជាទីប្រឹក្សារបស់គាត់ក៏คล้ายដល់គេវេកមុខទៅថាคล้ายទាំងអស់អាពេលដែលខ្លួនធ្វើមែនតើអាខ្លួនស៊ីលុយគេអានឹងអត់និយាយចង់បិទបាំងអត់ចិត្តទេគ្មាននរណាគេជឿទេហើយមិនមែនតែ Gen Z ទេដៃគូ Gen Z ហើយក្នុងដៃគូ Gen Z នោះមានខ្មែរដែលនៅជុំវិញហ៊ុនសែនច្រើនណាមានលីយ៉ុងផាត់មានហ៊ុនតូមាននេតសវឿនមានសសុខាដែលតឡាការអាមេរិកបានកាត់ទោសដែរណាព្រោះមិនមែនថ្ងៃ14តុលា2025ហ្នឹងមិនកាត់ទោសតែ Gen Z ម្នាក់ទេកាត់ទោសគូកន Gen Z ច្រើនណាហើយនៅក្នុងគូកនក្នុងចំណោមគូកន Gen Z ហ្នឹងមានអាអ្នកនៅជុំវិញហ៊ុនសែនហ្នឹងហើយអាអ្នកនៅជុំវិញហ៊ុនសែនហ្នឹងគេមិនអាចធ្វើបានទេបើហ៊ុនសែនមិនអនុញ្ញាតឬហ៊ុនសែនបញ្ជាឬហ៊ុនសែនទទួលលុយទទួលផលប្រយោជន៍ក្នុងរឿងរ៉ាវទាំងអស់នេះអាសកម្មភាពឆោបោកនេះដូច្នេះហ៊ុនសែនឥឡូវនេះគាត់ចង់រេចុះរេឡើងចង់ទៅឯកសហរដ្ឋអាមេរិកអីមែនទេគាត់ខ្លាចតឡាការនៅទីក្រុងញូវយ៉កគេរឹតបន្តឹងសំណាញ់ច្បាប់ហើយអាមេរិកអាចប្រើមធ្យោបាយចាប់ពួកអូក្រិតជនដែលចង់គេចខ្លួនស្មានតែមានកន្លែងសុវត្ថិភាពសូម្បីតែប្រធានាធិបតីម៉ាឌូរ៉ូនៅប្រទេសវេណេស៊ុយឡាប្រធានាធិបតីទាំងមូលកំពុងកាន់អំណាចគេទៅចាប់បានដែរអញ្ចឹងកុំនឹកស្មានថាអានេះជុំវិញហ៊ុនសែនខ្លួនឯងនឹងរួចខ្លួនបាទខ្ញុំបាទគ្រាន់តែសូមបញ្ជាក់ឡើងវិញតឡាការក្រុងញូវយ៉កហាក់ដូចជាមិនទាន់កាត់ទោសទេអ្នកទាំង15អ្នកទៀតមានលោកនេតសវឿនមានលោកសសុខាមានឌីវិជាមានហ៊ុនតូអីជាដើមហ្នឹងគ្រាន់តែចេញច្បាប់មួយដើម្បីឲ្យតាមដានចំពោះអ្នកទាំង15អ្នកនេះដូចខ្ញុំបាទបានរៀបរាប់មួយចំនួនអញ្ចឹងពីបទពាក់ព័ន្ធទៅនឹងអំពើអក្រិតកម្មឆ្លងដែនជាមួយនឹង Gen Z នេះឥឡូវខ្ញុំបាទចង់សួរសំណួរនេះមួយទៀតអាដាមនៅពេលដែលយើងងាកទៅរឿងបាត់ដីនេះវិញឥឡូវយើងអាដាមបានប្រកាសឲ្យថាលោកហ៊ុនសែនប្រកាសជាធ្វើឲ្យបាត់ដីលោកហ៊ុនសែនប្រកាសជាធ្វើឲ្យពលរដ្ឋខ្មែរបាត់មុខរបរធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះអីជាដើមតើរដ្ឋាភិបាល$23អាដាមនេះតើអាចជួយបែបណាដែរទេដើម្បីឲ្យទឹកដីខ្មែរនេះបានវិញអាចចូលរួមបែបណាអាចមានយុទ្ធនាការបែបណាដែរទេដើម្បីបំផុសឲ្យពិភពលោកឃើញនៅពេលដែលប្រទេសកម្ពុជាមានយុទ្ធសាស្ត្រស្ងាត់ស្ងៀមដោយលោកហ៊ុនសែនធ្លាប់លើកឡើងមកនេះអាដាមទីមួយខ្ញុំសូមរំលឹកថាតុលាការនៅទីក្រុងញូវយ៉កបានកាត់ទោស Gen Z ឲ្យជាប់គុក40ឆ្នាំមែនហើយអាអ្នកដែលនៅជុំវិញ Gen Z ដែលគេបញ្ចេញឈ្មោះដែលគេតាមដានឲ្យតែហ៊ានចូលដីសហរដ្ឋអាមេរិកគេចាប់ហើយបើមានឱកាសណាគេសហការជាមួយប៉ូលីសអន្តរជាតិគេនឹងចាប់អញ្ចឹងមានន័យថានៅជុំវិញហ៊ុនសែនហ្នឹងគឺក្រុមដែលគេសង្ស័យឬគេចោទថាជាអ ுக ្រិតជនហ្នឹងគឺវានៅជុំវិញហ៊ុនសែនច្រើនណាស់អញ្ចឹងបានឃើញថារបបនៅទីក្រុងភ្នំពេញដឹកនាំដោយហ៊ុនសែននេះជារបបអ ுக ្រិតជនចូលដៃជាមួយអ ுக ្រិតជនដែលគេកាត់ទោសបានខ្លះហើយអ្នកដទៃទៀតនៅរងចាំការកាត់ទោសនឹងខ្ញុំសូមបញ្ចប់រឿងហ្នឹងចំពោះរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23គឺយើងតំណាងឲ្យឆន្ទៈប្រជារាស្ត្រខ្មែរពីព្រោះ
ត្រូវតែជូនប្រជារាស្ត្រខ្មែរនៅជំរឿសមួយទៀតកុំឲ្យមានជំរឿសតែមួយរដ្ឋាភិបាលហ៊ុនសែននៅទីក្រុងភ្នំពេញសប្តាហ៍ថ្ងៃហ្នឹងគឺផ្ដល់ជំរឿសដ៏អាក្រក់ជាទីបំផុតជំរឿសសង្គ្រាមជំរឿសឲ្យថៃលេបតបាក់ទឹកដីកម្ពុជាហើយគេនឹងគ្រប់គ្រងជាស្ថាពរគុំសង្ឃឹមថាអាចទៅច្បាំងទៅដើមយកទឹកដីនោះមកវិញនឹងជំរឿសធ្វើឲ្យខ្មែរស្លាប់ធ្វើឲ្យខ្មែរក្ររហេមរហាមនឹងហើយជំរឿសហ៊ុនសែនអញ្ចឹងបានយើងត្រូវតែផ្ដល់ជំរឿសមួយទៀតជូនប្រជារាស្ត្រខ្មែរគឺជំរឿសបញ្ចប់សង្គ្រាមបញ្ចប់សង្គ្រាមប្រកបដោយកិត្តិយសបញ្ចប់សង្គ្រាមក្នុងភាពថ្លៃថ្នូរបញ្ចប់សង្គ្រាមដើម្បីទាមទារទឹកដីយើងមកវិញអានឹងមានតែយន្តការច្បាប់យន្តការកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលយន្តការហិង្សាយើងមិនអាចហើយមិនត្រូវរំពឹងទៅធ្វើសង្គ្រាមទៅច្បាំងយកទឹកដីពីថៃមកវិញទេអត់ផ្លូវទេណាយើងត្រូវតែប្រើមធ្យោបាយច្បាប់អហិង្សាសន្តិវិធីនឹងឯងជំរឿសដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ផ្ដល់ជូនប្រជារាស្ត្រខ្មែរហើយជំរឿសមួយទៀតគឺត្រូវរៀបចំប្រទេសឡើងវិញដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានពេញលេញត្រូវតែមានការបោះឆ្នោតត្រឹមត្រូវរើសអ្នកដឹកនាំប្រទេសដែលប្រជាពលរដ្ឋទុកចិត្តហើយគ្រប់គ្រងពិតប្រាកដមិនមែនបោះឆ្នោតคล้ายជាបន្តបន្ទាប់ដោយនៅប្រទេសកម្ពុជាសប្តាហ៍នេះអញ្ចឹងហើយបានរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នេះគឺផ្ដល់ជំរឿសមួយទៀតហើយក្នុងកាលៈទេសៈនេះណាពីព្រោះស្ថានភាពនឹងមានការវិវត្តហើយមិនមែនតែមានវិវត្តនៅប្រទេសកម្ពុជាទេនៅក្នុងតំបន់យើងពីព្រោះហ៊ុនសែនគាត់ចង់រេចុះរេឡើងគាត់ចង់បដូរសម្ព័ន្ធភាពគាត់ខ្លាចអាមេរិកកាំងមកអុសកគាត់ឥឡូវគាត់ទៅអែបជាមួយប្រជានាយកប្រទេសត្រុំប៉ុន្តែគេមិនតែចាញ់បោកគេមិនតែភ្លើតាមហ៊ុនសែនទេអញ្ចឹងបានថារបបហ៊ុនសែននេះវាអត់នៅគង់វង្សប្រមាណទេយើងត្រូវតែត្រៀមលក្ខណៈរៀបចំឲ្យមានរដ្ឋាភិបាលមួយទៀតមកដឹកនាំប្រទេសកម្ពុជាតាមគោលការណ៍សន្តិភាពតាមគោលការណ៍ប្រជាធិបតេយ្យដូចខ្ញុំបានលើកឡើងអំបញ្ញមិញបាទអរគុណអាដាមនឹងឯងខ្ញុំបាទសូមតាក់ទងសួរសំណួរនេះតាក់ទងទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីនេះអាដាមពន្យល់បានច្បាស់ណាស់ថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះបើសិនជាអនុវត្តទៅជាមួយប្រទេសថៃទៅវាជាកញ្ចប់វាជាកញ្ចប់បើអនុវត្តទៅថៃទៅលើកយកកិច្ចព្រមព្រៀងទីក្រុងប៉ារីនឹងយកមកនិយាយអំពីបញ្ហាព្រំដែនជាមួយប្រទេសជិតខាងវាដោយទៅនឹងការទាមទារឲ្យលោកហ៊ុនសែនគោរពប្រជាធិបតេយ្យបើកលំហសេរីភាពបើកលំហឲ្យគណៈបកនយោបាយចូលរួមការបោះឆ្នោតជាដើមដូច្នេះហើយបានជាលោកហ៊ុនសែនមិនព្រមនឹងតាមអាដាមពន្យល់គឺថានៅតែអត់ព្រមហើយអាដាមថាជំរឿសដែលសំខាន់មួយនោះគឺថាមានតែបើកឲ្យចូលរួមបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មីដោះស្រាយបញ្ហាកម្ពុជាបញ្ចប់សង្គ្រាមជាដើមដូច្នេះបើគ្រាន់តែបខំឲ្យលោកហ៊ុនសែននឹងគោរពកិច្ចព្រមព្រៀងទីក្រុងសន្តិភាពទីក្រុងប៉ារីនឹងលោកហ៊ុនសែននឹងមិនធ្វើទេដែលហេតុថាវាជាកញ្ចប់វាទៅប៉ះពាល់នឹងបើអនុវត្តរឿងនេះមួយត្រូវតែអនុវត្តរឿងនោះទៀតអញ្ចឹងហើយបានជាលោកហ៊ុនសែននៅតែបដិសេធថាវាស្លាប់បាត់ទៅហើយដូច្នេះវាទាល់តែប្រទេសហត្ថលេខីទាំងអស់នឹងជួបបខំបើគ្រាន់តែអាដាមបខំបើគ្រាន់តែប្រជាពលរដ្ឋបខំអ្នកប្រជាធិបតេយ្យបខំលោកហ៊ុនសែននឹងមិនព្រមទេទាល់តែប្រទេសធំមានសហរដ្ឋអាមេរិកមានបារាំងមានឥណ្ឌូនេស៊ីមានអីជាដើមតែប្រទេសហត្ថលេខីនឹងចូលរួមបខំតើអាចចូលរួមបខំលោកហ៊ុនសែនបានទេនៅក្នុងបរិយាកាសពិភពលោកដែលប្រទេសគេដទៃទៀតនឹងមានបញ្ហារៀងខ្លួននោះអាដាមអត់មានបខំហ៊ុនសែនទេពីព្រោះហ៊ុនសែនគាត់ច្បាស់ជាអត់ព្រមហើយមានតែបដូរហ៊ុនសែនចេញហើយកលៈទេសៈដែលបដូរហ៊ុនសែនចេញនឹងវាចិត្តមកដល់ហើយដោយសារឥឡូវនេះដូចខ្ញុំនិយាយអំបញ្ញមិញស្ថានភាពនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍យើងស្ថានភាពទូទាំងពិភពលោកហើយយុទ្ធសាស្ត្រហ៊ុនសែនរេដងមកខាងនេះម្ដងខាងនោះឥឡូវចង់ទៅអែបអាមេរិកគាត់ដឹងថាថៃក៏អត់ចូលចិត្តគាត់វៀតណាមក៏អត់ចូលចិត្តគាត់ចិនឥឡូវនេះក៏អត់សូវសប្បាយចិត្តប្រមាណដឹងថៃពីព្រោះពេលដែលយើងច្បាំងជាមួយថៃតើមានចិនណាដែលហ៊ុនសែនរំពឹងខំឲ្យមូលដ្ឋានសឹកនៅរៀមតើមានចិនមកជួយកម្ពុជាទេអត់សោះចិននៅអោបដៃធ្វើពងើយសំបីតការទូតណាផ្លូវទូតនោះក៏អត់ជួយទៀតគាត់ថាអូចរចាទៅប៉ុន្តែគ្មានមកជួយហ៊ុនសែនទេដូច្នេះចិននឹងលែងហ៊ុនសែនចោលដូចចិនលែងប៉ុលពតចោលអញ្ចឹង
ហើយចង់ទៅអែបអាមេរិកអីក្រោយនេះគ្មានអ្នកណាជឿហ៊ុនសែនទេមួយហ៊ុនសែនមនុស្សពុតបត់ច្រើនណាវាហួសពេលហើយគាត់ខ្លាចមែនទេគាត់ខ្លាចអាមេរិកមកអស់កគាត់យកទៅកាត់ទោសនៅតុលាការទីក្រុងញូវយ៉កជាមួយដៃគូគាត់បាក់ពួកគាត់នៅជុំវិញគាត់នៅទីក្រុងភ្នំពេញបានគាត់ធ្វើទៅជាចូលអាមេរិកឥឡូវនឹងស្អីចង់តាមដានចង់តាមប្រជានាយកបដីត្រុំអីប៉ុន្តែប្រជានាយកបដីត្រុំគាត់មិនឆោតល្ងងទេគាត់មានទីប្រឹក្សាគាត់ចេះថ្លឹងថ្លែងខ្ញុំទៅមកពី Washington ប្រហែលថ្ងៃមុននេះខ្ញុំដឹងថាគ្មានអាណាចាញ់បោកហ៊ុនសែនទេបាទអាដាមបានលើកអំពីប្រទេសថៃបានលើកអំពីប្រទេសវៀតណាមដែលមិនពេញចិត្តចំពោះអ្វីដែលរដ្ឋាភិបាលតកូលហ៊ុននេះកំពុងតែអនុវត្តដោយងាកទៅចិនអីនឹងជាដើមអាដាមស្ថានភាពនៅក្នុងប្រទេសថៃអាចនឹងមានការផ្លាស់ប្ដូរនៅខែខាងមុខនេះគណៈបកដែលកំពុងតែឈានមុខបើតាមយើងមើលដំណឹងនឹងគឺជាគណៈបកប្រជាជនគណៈបកប្រជាជនថៃដែលជាគណៈបកបង្កើតឡើងថ្មីក្រោយពីគណៈបក Move Forward របស់ពីតាត្រូវគេរំលាយចោលទៅកំពុងតែមានប្រជាប្រិយភាពហើយគណៈបកថ្មីនេះដឹកនាំដោយយុវជនក្មេងល្ហកម្នាក់ឈ្មោះណាត់តពងរឿនបញ្ញវុធជាយុវជនដែលឈានមុខជាយុវជនដែលមានសមានចិត្តចំពោះនឹងអ្នកប្រជាធិបតេយ្យជាដើមប្រសិនបើប្រទេសថៃមានអ្នកដឹកនាំមាននាយករដ្ឋមន្ត្រីថ្មីជាពិសេសពីក្រមអ្នកឈានអ្នកប្រជាធិបតេយ្យជាដើមដូចជាណាត់តពងរឿនបញ្ញវុធនេះជាដើមអាចនឹងផ្ដល់ផលជាវិជ្ជមានសម្រាប់ក្រមប្រជាធិបតេយ្យរបស់ខ្មែរនៅក្រៅប្រទេសដែរទេខ្ញុំអាចទស្សន៍ជាថាទោះជាលទ្ធផលនៃការបោះឆ្នោតនៅប្រទេសថៃថ្ងៃ8កុម្ភៈខាងមុខនេះទោះជាលទ្ធផលនឹងចេញជាយ៉ាងណាក៏ដោយនយោបាយថៃចំពោះប្រទេសកម្ពុជាអត់មានការប្រែប្រួលទេពីព្រោះហ៊ុនសែនធ្វើឲ្យគេស្អប់នៅប្រទេសថៃគ្រប់មជ្ឈដ្ឋានគ្រប់គណៈបកនយោបាយគេស្អប់ហ៊ុនសែនពីព្រោះហ៊ុនសែនជាមនុស្សកលិចកលុកមនុស្សថោកទាបនិយាយមែនតើទៅយកអារឿងផ្ទាល់ខ្លួនទៅលាតទៅដាងចាក់ផ្សាយសម្លេងអីគេស្អប់ថាមនុស្សហ៊ុនសែនមិនអាចទុកចិត្តបានគ្មានអាណាមកចរចាមកនិយាយជាមួយហ៊ុនសែនទេមិនដឹងហ៊ុនសែនលួចថតសម្លេងគេយកទៅលួចចាក់អីខុសកលៈទេសៈខុសអីអញ្ចឹងហើយបានថៃទាំងអស់ណាតាមខ្ញុំយល់ណាគឺគេយល់ឃើញទាំងអស់គ្នាថាដរាបណាហ៊ុនសែននៅកាន់អំណាចនៅទីក្រុងភ្នំពេញថៃក៏អត់បានសុខទេប្រជារាស្ត្រខ្មែរក៏អត់បានសុខប៉ុន្តែប្រទេសជិតខាងក៏អត់បានសុខដែរអញ្ចឹងហើយបានដូចថាមានការឯកភាពគ្នាថាត្រូវដកហ៊ុនសែនចេញហើយប្រទេសកម្ពុជាយើងមើលក្នុងចរន្តទៅឥឡូវចិនក៏អត់ចូលចិត្តហ៊ុនសែនវៀតណាមដូចជាមិនសូវចូលចិត្តហ៊ុនសែនហើយខ្ញុំជូនព័ត៌មានមួយណាអាប្រេកជីកដៃហ្វូណនដៃជូនណាចេញអត់រួចទេពីព្រោះវៀតណាមគេកាត់វិធានការគេសង់ហេដ្ឋារចនាសម្ព័ន្ធបាំងអត់ឲ្យចេញរួចទេអញ្ចឹងមានន័យថាហ៊ុនសែនចង់លេងម្ដងងាកទៅចិនម្ដងងាកទៅអាមេរិកកាំងធ្លាប់នៅជាមួយវៀតណាមដូចជាវាចពិចសពិលគាត់ចង់តែក្រាញអំណាចទេគាត់រេចុះរេឡើងបានក្បាលស៊ីក្បាលបានកតុយស៊ីកតុយគាត់ចង់តែក្រាញអំណាចទេប៉ុន្តែអាលបែងហ្នឹងដូចលបែងនេះលេងភ្លើងអញ្ចឹងអាលេងភ្លើងហ្នឹងមិនមែនតែឆេះដៃគាត់ទេឆេះផ្ទះគឺឆេះដល់ប្រទេសកម្ពុជាទាំងមូលអញ្ចឹងហើយបានស្ថានភាពខាងមុខនេះនឹងនាំមកនៅការប្រែប្រួលប្រជារាស្ត្រខ្មែរមានសង្ឃឹមហើយពីព្រោះហ៊ុនសែនធ្វើបាបតែខ្មែរគាត់ថាងើបមួយវាយមួយងើបមួយវាយមួយធ្វើបាបតែខ្មែរស្លូតត្រង់ខ្មែរអត់មានអាវុធតែដល់ប៉ះដល់ជាមួយប្រទេសជិតខាងដែលគេអាចតទល់តបតមកគាត់វិញអានឹងគាត់ទុកអត់ជាប់ឯគាត់រួញឥឡូវនោះរួញគាត់រួញក្រាបណាឲ្យអត់ហ៊ាននិយាយផងអាការពិតអត់ហ៊ាននិយាយថៃឆ្លៀនពៀនថាកុំឲ្យនិយាយថាថៃឆ្លៀនពៀនអញ្ចឹងបើថៃអត់ឆ្លៀនពៀនយើងទៅឲ្យអ្នកណាជួយណាបើយើងមិនទទួលស្គាល់ថាថៃឆ្លៀនពៀនផងយើងខ្លាចថាថៃឆ្លៀនពៀនខ្លាចថៃខឹងហិតតែខ្លាំងថៃវាយហិតតែខ្លាំងហើយវាយមកដល់ហ៊ុនសែននៅទួលកសាំងអញ្ចឹងហើយបានហ៊ុនសែននេះឥឡូវនេះគឺរបៀបដែលគាត់ដឹកនាំគឺមើលមិនយល់ដែរប៉ុន្តែយល់ក្នុងរបៀបដែលថាมันឲ្យតម្លៃมันអត់ត្រមឲ្យគាត់ធ្វើផ្ដេសផ្ដាស់អញ្ចឹងជារឿងរហូតអញ្ចឹងបានខ្ញុំជឿថាក្នុងកងកម្លាំងប្រដាប់អាវុធនៅប្រទេសកម្ពុជាមិនត្រូវបណ្ដោយឲ្យហ៊ុនសែនដឹកនាំប្រទេសទៀតទេហ៊ុនសែនបញ្ជូនទាហានខ្មែរឲ្យទៅស្លាប់
បញ្ជូនទាហានខ្មែរទៅស្លាប់កុំឲ្យតតាំងជាមួយថៃខ្លាចថៃវាយគាត់ផ្ទាល់អញ្ចឹងឲ្យទាហានខ្មែរស្លាប់ចោះឲ្យខ្មែរបាត់បង់ទឹកដីចោះឲ្យប្រជាពលរដ្ឋខ្មែរបាត់បង់ដីធ្លីចោះតាមដងព្រំប្រទល់ដែនឲ្យប្រជារាស្ត្រខ្មែររហេមរហាមចោះឲ្យចោលធ្វើសកម្មភាពតាមចិត្តនៅប្រទេសកម្ពុជាចោះឲ្យប្រទេសយើងហិនហោចចោះឲ្យតែគាត់បានក្រាញអំណាចដល់ពេលហើយខ្មែរយើងទាំងអស់គ្រប់មជ្ឈដ្ឋានគ្រប់គណៈបកនយោបាយទាំងអស់យើងត្រូវដោះអាវបកពាក់អាវជាតិណាដាក់ទង់បកលើកទង់ជាតិទាំងគណៈបកប្រជាជនទាំងគណៈបកសង្គ្រោះជាតិទាំងគណៈបកប្រជាជាតិនេះទាំងអ្នកអត់មានគណៈបកយើងទៅតែរួបរวมគ្នាដើម្បីបដូរហ៊ុនសែនចេញដើម្បីសង្គ្រោះប្រទេសកម្ពុជាយើងបាទអរគុណអាដាមខ្ញុំបាទចាប់អារម្មណ៍ចំពោះអាដាមថាគម្រោងព្រាជីកដែលគេឲ្យឈ្មោះថាដេជូហ្វូណូនឹងអាចមិនដំណើរការអីទៅបានទេអាដាមបានលើកអំពីថាមានព័ត៌មានថាប្រទេសវៀតណាមនឹងបានសង់ផ្លូវកាត់សមុទ្រមួយដើម្បីរារាំងកុំឲ្យគម្រោងព្រាជីកហ្វូណូនឹងបានសម្រេចទៅជោគជ័យខ្ញុំបាទក៏បានឃើញព័ត៌មាននេះជាពិសេសចេញពីប្រភពប្រទេសថៃយើងខ្ញុំព្យាយាមពេញមួយសប្តាហ៍ដែរដើម្បីបញ្ជាក់ថាតើប្រកាសជាវៀតណាមបានសង់ផ្លូវកាត់សមុទ្រនឹងឬយ៉ាងណាយើងមិនទាន់បញ្ជាក់ឲ្យបានច្បាស់ទេហើយបើសិនជាបញ្ជាក់បានច្បាស់យើងនឹងរាយការណ៍ជូនលោកអ្នកនាងឲ្យប្រកាសបញ្ជាតែម្ដងតកតងនឹងប្រតិកម្មរបស់អាដាមចំពោះប្រទេសថៃវិញយើងក៏បានដឹងដែរមិនមានអីគួរលាក់កំបាំងទេអ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានធ្វើឲ្យគាត់អួតអាងថាគាត់បានលូកដៃកកកកាយក្នុងនយោបាយថៃនេះដែលគាត់គិតថាអាចមានប្រយោជន៍ចំពោះគាត់នឹងទីបំផុតទៅគឺធ្វើឲ្យមានការស្អប់គ្រប់មជ្ឈដ្ឋានទាំងអស់មជ្ឈដ្ឋានប្រជាពលរដ្ឋក៏ខឹងសម្បានឹងលោកហ៊ុនសែនមជ្ឈដ្ឋានរបស់ក្រមអ្នកប្រជាធិបតេយ្យក្មេងៗមានក្រមលោកពីតាមានក្រមរបស់ណាតពងរឿនបញ្ញវុធឯនេះជាដើមនឹងក៏មិនពេញចិត្តដែរចំពោះការដែលលោកហ៊ុនសែនលូកដៃកកកកាយដែលគេយល់ថាអាចអនុញ្ញាតឲ្យក្រមយោធាថៃពង្រឹងអំណាចរបស់ខ្លួននឹងក៏គេអត់ពេញចិត្តដែរក្រមលោកតាក់ស៊ីនដែលធ្លាប់ជាបងប្អូនធរអីណាពេញណីនឹងក៏មិនពេញចិត្តដែរដែលធ្វើឲ្យប៉ះពាល់ដល់គ្រួសាររបស់គេក្រមយោធាថៃក៏មិនពេញចិត្តនឹងលោកហ៊ុនសែនដែរដូច្នេះអ្វីដែលលោកសំរងស៊ីលើកឡើងថាថៃមានរដ្ឋាភិបាលបែបណាក៏ដោយក៏នៅតែស្អប់លោកហ៊ុនសែនដែរនឹងដូច្នេះងាកមកសំណួររបស់ខ្ញុំតើនេះអាចផ្ដល់ផលដល់ក្រមអ្នកប្រជាធិបតេយ្យខ្មែរដែរទេប្រសិនបើថៃធ្លាប់តែជួយលោកហ៊ុនសែនហើយលោកហ៊ុនសែននឹងធ្លាប់តែមានទំនាក់ទំនងអីជាមួយថៃនឹងក្នុងការគៀបសង្កត់អ្នកប្រជាធិបតេយ្យក្នុងការប្តឹងមិនឲ្យលោកសំរងស៊ីឆ្លងកាត់ប្រទេសថៃប្តឹងខ្ញុំបានខ្លួនឯងទៀតនេះចុះកប៉ាល់ហោះនៅថៃនឹងក៏មិនបានដែរបើសិនជាថៃស្អប់លោកហ៊ុនសែនបែបនេះតើវាអាចផ្ដល់ប្រយោជន៍ដល់អ្នកប្រជាធិបតេយ្យដែរទេនេះជាសំណួររបស់ខ្ញុំបាទយ៉ាងហោចណាស់ក៏ថៃឈប់ជួយហ៊ុនសែនធ្វើបាបខ្មែរយើងដែលទៅភៀសខ្លួននៅប្រទេសថៃជាពិសេសនៅទីក្រុងបាងកកខ្មែរយើងនៅទីនោះជួនកាលត្រូវគេចាប់បញ្ជូនមកប្រទេសកម្ពុជាវិញតាមសំណើហ៊ុនសែននឹងខ្ញុំជឿថារឿងនឹងអស់មានហើយពីព្រោះគេមិនគ្មានមជ្ឈដ្ឋានណានឹងទៅចូលដៃជាមួយហ៊ុនសែនធ្វើបាបខ្មែរនៅប្រទេសថៃបញ្ជូនមកប្រទេសកម្ពុជាឲ្យហ៊ុនសែនធ្វើបាបតាមចិត្តទេរឿងហ្នឹងក៏វាចាប់ដែរហើយជាទូទៅណាបើចរន្តប្រជាធិបតេយ្យនៅប្រទេសជិតខាងវារីកចម្រើនណាអាហ្នឹងគឺវាល្អវាមានឥទ្ធិពលល្អសម្រាប់ប្រទេសកម្ពុជាដែរពីព្រោះអាជនផ្ដាច់ការវាគ្រប់គ្រងគ្នាទៅវិញទៅមកប៉ុន្តែអ្នកប្រជាធិបតេយ្យត្រូវតែគ្រប់គ្រងគ្នាទៅវិញទៅមកដែរពីព្រោះយើងមានឧត្តមគតិដូចគ្នាយើងត្រូវពង្រឹងចរន្តប្រជាធិបតេយ្យឲ្យកាន់តែរឹងមាំនៅក្នុងតំបន់យើងហើយនៅក្នុងទូទាំងពិភពលោកជនច័ន្ទបតខ្ញុំសូមរំលឹកខ្ញុំសូមលើកឡើងរឿងដែលថាប្រទេសវៀតណាមមិនសប្បាយចិត្តរឿងជីកព្រែកស្អីហ្វូណនដៃជូនណាបាទហ្វូណនដៃជូនណាមិនចាំបាច់រឿងហ្នឹងវាចេញជារឿងជាក់ស្ដែងទេអ្វីដែលគេបង្ហើបដែលគេនិយាយគេខ្សឹបឲ្យយើងលឺអានឹងវាមានចេតនាមួយហើយគេទោះជាមិនទាន់ធ្វើជាក់ស្ដែងណាគ្រាន់តែគេបង្ហើបថាគេនឹងធ្វើឬគេអាចធ្វើណាអានឹងយើងត្រូវយកមកគិតដែរឃើញទេបាទទោះជាគេមិនធ្វើហេដ្ឋារចនាសម្ព័ន្ធពិសេសអង់គ្លេសថា causeway គេមិនបាំងខ្ទប់ព្រែកហ្នឹងតែគេអាចរំខាន
គេអាចរំខានប៉ុន្តែគាត់តែគេបញ្ចេញសារគេលើកថាគេអាចនឹងធ្វើអញ្ចឹងណាយើងត្រូវគិតភ័យហើយអញ្ចឹងបានស្ទះហើយឃើញទេចិនក៏ឈប់ជួយហ៊ុនសែនក៏ឈប់ផ្ដល់លុយឲ្យហ៊ុនសែនក៏ខ្លាចវៀតណាមអញ្ចឹងស្អីគេអីមរតកដៃជោស្អីហ្នឹងគឺមរតកដៃជោហ្នឹងគឺមរតកបាត់បង់ទឹកដីមរតកខ្មែរក្ររហេមរហាមមរតកអស់ព្រៃឈើអាហ្នឹងហើយមរតកដៃជោចង្រៃអាដាមឥឡូវនេះថ្ងៃនេះនៅពេលដែលអាដាមឡើងមកធ្វើជាវាគ្មិននេះក្រមកងពលបញ្ជូនពីរដ្ឋាភិបាលមកដើម្បីរំខានការផ្សាយរបស់យើងនឹងគឺច្រើនខុសធម្មតារហូតដល់លោកអ្នកស្ដាប់មែនតើនឹងរហូតតែពេលដាក់ comment មកនឹងក៏មិនបានផងរាល់ដងនឹងគឺមានច្រើនណាស់ប៉ុន្តែយ៉ាងណាក៏ដោយចុះយើងមាន comment ជាហូហែមកដែរខ្ញុំសូមអាន comment របស់លោកម្នាក់ជាសំណួរទេគាត់ដាក់ឈ្មោះគាត់ថាពិសិដ្ឋសេ91ឬមួយក៏សេ9ខ្ញុំមិនដឹងទេប៉ុន្តែយ៉ាងណាក៏ដោយចុះលោកពិសិដ្ឋគាត់សួរថាខ្ញុំសូមសួរលោកពូតើកម្ពុជាទទួលបានដីពីថៃបានដែរទេលោកពូនៅថ្ងៃអនាគតសូមអញ្ជើញលោកពូដូចខ្ញុំនិយាយបាច់មិញតើតែស្នើឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីហ៊ុនសែនមិនងាយធ្វើទេតើតែមានរដ្ឋាភិបាលថ្មីអញ្ចឹងបានប្រជារាស្ត្រខ្មែរដោយថាកលៈទេសៈឥឡូវវាអំណោយផលយើងត្រូវតែរៀបចំរដ្ឋាភិបាលថ្មីហើយរដ្ឋាភិបាលថ្មីនៅកម្ពុជាគឺត្រូវតែស្នើពីព្រោះសម័យខ្លួនអ្នករងគ្រោះដែលត្រូវស្នើបើហ៊ុនសែនមិនទទួលស្គាល់ថាកម្ពុជារងគ្រោះផងគាត់ទៅស្នើណាឲ្យគេមកជួយតែយើងសម្ដែងណាទឹកចិត្តប្រជាពលរដ្ឋខ្មែរដែលមានការឈឺចាប់ដែលយើងជាអ្នករងគ្រោះដូច្នេះក្នុងនាមប្រជារាស្ត្រខ្មែរទាំងមូលរដ្ឋាភិបាលថ្មីមួយនៅទីក្រុងភ្នំពេញត្រូវតែស្នើឲ្យអន្តរជាតិមកជួយប្រទេសកម្ពុជាជួយនោះគឺដណ្ដើមយកទឹកដីមកវិញដោយសន្តិវិធីបកគលទឹកដីខ្មែរបកគលសង់ប្រទេសកម្ពុជាវិញហ្នឹងហើយមធ្យោបាយតែមួយគត់គឺផ្លូវច្បាប់គឺច្បាប់អន្តរជាតិគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីដែលហ៊ុនសែនមិនព្រមស្នើមិនព្រមយកឲ្យគេមកអនុវត្តបាទអរគុណអ្នកដំឥឡូវមាន comment ពី Facebook ម្នាក់មកឈ្មោះរឿនស៊ីថាសរសេរថាគុំតែបានអ្នកក្រៅប្រទេសគុំអីយួនកុម្មុយនីសលេប្រទេសកម្ពុជាទាំងមូលយូរណាស់មកហើយមានសំណួរមួយទៀតរបស់លោកម្នាក់ឈ្មោះសាវ៉ាគាត់សរសេរមកថាខ្ញុំមានសំណួរចង់សួរនាយករដ្ឋមន្ត្រីឯករាជ្យ$24បច្ចុប្បន្ននេះតើប្រទេសកម្ពុជានឹងប្រឈមនឹងខ្វះប្រេងឥន្ធនៈដែរឬទេឥឡូវនេះល្បីថាប្រេងសាំងនៅកម្ពុជាចង់អស់ពីស្តុកអាដាមអាចដឹងបានទេអំពីរឿងប្រេងឥន្ធនៈនេះយើងដឹងថាថៃគឺថារារាំងមិនអោយដឹកប្រេងឥន្ធនៈដឹកសាំងពីប្រទេសថៃចូលមកកម្ពុជាទេឥឡូវនេះមានសំណួរមកបែបហ្នឹងថាតើឮសូរតំណែងថានឹងប្រឈមនឹងប្រេងឥន្ធនៈហើយប្រេងឥន្ធនៈនៅប្រទេសកម្ពុជានឹងអស់ពីស្តុកអាចមានបញ្ហាខ្វះប្រេងនៅស្រុកខ្មែរដែរទេហើយបើវាខ្វះវិញតើមានបញ្ហាអីខ្លះរឿងហ្នឹងរឿងបណ្ដោះអាសន្នទេវាអាស្រ័យលើស្ថានភាពទូទៅណាស្ថានភាពទូទៅនៅក្នុងតំបន់យើងស្ថានភាពទូទៅនៅក្នុងពិភពលោកខ្ញុំជឿថាគ្មានវិបត្តិអីយើងខ្វះប្រេងឥន្ធនៈទេពេលយើងដោះស្រាយវិបត្តិបច្ចុប្បន្នវិបត្តិនយោបាយរបស់វិបត្តិ